ដោយសារជីវភាពខ្វះខាតបានធ្វើឲ្យជីវិតប្តីប្រពន្ធគ្រួសារថ្មីថ្មោងដែលមានកូនតូចៗនៅឡើយនោះបានបង្ខំចិត្តឲ្យប្តីធ្វើចំណាកស្រុកទៅប្រទេសថៃក្នុងគោលបំណងស្វែងរកការងារធ្វើដោយសង្ឃឹមថានឹងអាចរកចំណូលបន្ថែមទៀតដើម្បីជួយដល់គ្រួសារផ្ទុយទៅវិញអ្វីៗមិនដូចជាការជួបផ្ទាល់នោះឡើយអ្នកស្រីទឹកហៀបមានអាយុ53ឆ្នាំជាកសិកររស់នៅភូមិត្បូងក្រពើស្រុកសន្ទុកខេត្តកំពង់ធំបច្ចុប្បន្នជាសមាជិករបស់សហគមន៍កសិកម្មសន្ទុកសាមគ្គីមុននឹងចូលរួមជាមួយនឹងគម្រោងអ្នកស្រីបានរៀបរាប់នៅផលលំបាករបស់អ្នកស្រីយ៉ាងដូចនេះថាមុនចូលគម្រោងមកពី10ឆ្នាំចុះខ្ញុំថា10ឆ្នាំពីមុនមកការជីវភាពរបស់នាងខ្ញុំគឺពិបាកចាការពីពិបាកនោះនាងខ្ញុំដូចថាអត់ពេកព្រោះណាមួយម្ដាយខ្ញុំគាត់ឈឺគាត់ទៅស្លាប់ដែរអញ្ចឹងខ្ញុំពិបាកនឹងការកូនតូចខ្ញុំគ្មានលុយទេតែខ្ញុំខ្ចីលុយគេឲ្យគ្រួសារខ្ញុំទៅចំណាក់ស្រុកចាហើយកាលមកក៏ដូចថាមានបញ្ហាគាត់ក៏ពិបាកគាត់រស់នៅអត់បាននឹងការនោះថៃដូចថាគេបាតកម្មមិនទេខ្ញុំអត់សូវដឹងដែរដល់អញ្ចឹងគាត់មកវិញអ្នកស្រីបានបន្ថែមទៀតថាបន្ទាប់ពីចូលរួមជាមួយនឹងគម្រោងអភិវឌ្ឍសហគមន៍កសិកម្មសន្ទុកសាមគ្គីចាត់តាំងពីឆ្នាំ2017មកជីវភាពគ្រួសាររបស់អ្នកស្រីគឺមានការផ្លាស់ប្ដូរប្រសើរជាងមុនរហូតដល់មកឆ្នាំ2017ខ្ញុំអាចមានគម្រោងអង្គការកាតាសគាត់ទ្រាំទ្រឲ្យក្រុមគ្រួសារនាងខ្ញុំមានចំណេះដឹងចូលរួមរៀនការបទពិសោធន៍ពីការធ្វើជីដាំបន្លែហើយនាងខ្ញុំក៏បានចាប់អារម្មណ៍ពីរឿងការដាំបន្លែគេជំរឿសរអ្នកដាំបន្លែក៏ខ្ញុំស្ម័គ្រចិត្តចូលទៅរៀនជាមួយខាងលោកគ្រូអង្គការកាតាសហើយខ្ញុំកាលពីចូលគម្រោងមកការជីវភាពរបស់ក្រុមគ្រួសារនាងខ្ញុំអាចនឹងឲ្យកូនទៅរៀនបានប្រាក់ចាយក្រាន់បើនឹងគេហើយខ្ញុំអាចបានទិញកង់ទិញឲ្យកូនចេះទៅរៀនដល់ទៅ2នាក់ទៅអនុជាឡៃអ្នកស្រីបានបន្ថែមទៀតថាមូលហេតុដែលអ្នកស្រីសម្រេចចិត្តដាំបន្លែសរីរាង្គព្រោះវាអាចជួយដល់សុខភាពទាំងអ្នកដាំនិងសុខភាពប្រជាជនផងដែរនឹកឃើញថាបន្លែសរីរាង្គគឺល្អមិនល្អទាំងអ្នកបច្ចេកទេសល្អទាំងអ្នកទៅទិញហូបมันប៉ះពាល់ដល់សុខភាពហើយអាចធ្វើឲ្យដីធូរហើយមានដីធូរហើយมันអ្នកបរិភោគនោះក៏มันប៉ះពាល់ដែរហើយมันដូចគីមីទេលោកសេសុផានជាបុគ្គលិកសម្របសម្រួលកម្មវិធីអភិវឌ្ឍសហគមន៍ប្រចាំស្រុកសន្ទុកខេត្តកំពង់ធំរបស់អង្គការ Caritas កម្ពុជាបានបញ្ជាក់បន្ថែមអំពីការបណ្ដុះបណ្ដាលនិងភាពជោគជ័យនៃគម្រោងយ៉ាងដូចនេះថាខ្ញុំបាទឈ្មោះសេសុផានមានតួនាទីជាអ្នកសម្របសម្រួលក្នុងកម្មវិធីអភិវឌ្ឍសហគមន៍កម្មវិធីអភិវឌ្ឍសហគមន៍ប្រចាំខេត្តកំពង់ធំគឺយើងមានសកម្មភាពធំចំនួន3បាទទី1គឺយើងពង្រឹងសមត្ថភាពសហគមន៍បាទទី2គឺការផ្ដល់បច្ចេកទេសកសិកម្មដល់គ្រួសារក្រីក្រក្នុងសហគមន៍បាទទី3គឺយើងការអភិវឌ្ឍមុខជំនួញនិងទីផ្សារនៅក្នុងភាពជោគជ័យជាច្រើនដូចជាស្ដែងដូចជាបងស្រីអាទិត្យហៀបបាទដែលគាត់ជាសមាជិកសហគមន៍កសិកម្មសន្ទុកសាមគ្គីប្រែជីវភាពរបស់គាត់ពីការចំណាក់ស្រុកបាទពីភាពខ្វះខាតមកជាមានជីវភាពធូរធារប្រសើរជាងមុនបាទទាំងអស់នេះគឺជាសមិទ្ធផលរបស់អង្គការកាតាសកម្ពុជាយើង